មនុស្សរាប់រយនាក់នៅទីក្រុងបាងកកបានប្រមូលផ្ដុំគ្នានៅតាមដងផ្លូវយ៉ាងច្រើនកកបន្ទាប់ពីមានការរំជួយដីដ៏ខ្លាំងនៅកណ្ដាលទីក្រុងយ៉ាងកុងនៃប្រទេសមីយ៉ាន់ម៉ាပြင်းငလင်းကိုမြန်မာထိုင်းနဲ့တရုတ်နိုင်ငံတွေမှာတိတိတသာခန်းစားခဲ့ရតាមរបាយការណ៍របស់ Reuters បានឲ្យដឹងថានៅថ្ងៃសុក្រទី28ខែមីនានេះបានកើតមានការរញ្ជួយដីដ៏ខ្លាំងមួយនៅកណ្ដាលទីក្រុងយ៉ាងកុងប្រទេសមីយ៉ាន់ម៉ាដែលហេតុការណ៍នេះបានធ្វើឲ្យមនុស្សប្រញាប់ប្រញាល់ចាក់ចេញពីអគារខ្ពស់ៗទាំងភ័យស្លន់ស្លោការរញ្ជួយដីនេះបានរាលដាលដល់ទីក្រុងបាងកកប្រទេសថៃរួមទាំងកម្ពុជាយើងផងដែរការរញ្ជួយដីដែលមានកម្រិត 7.3 វិកទ័រត្រូវបានកើតឡើងនៅម៉ោង 1:30 នាទីរសៀលមកនៅក្នុងស្រុកការរញ្ជួយដីនេះបង្កឡើងនៅប្រទេសភូមាចំណុចកណ្ដាលនៃទីក្រុងយ៉ាងកុងស្ថិតនៅចំណុចអុកកេណេ 95.3 និង 21.89 ហើយមានជម្រៅ 10 គីឡូម៉ែត្រនេះបើយោងតាមទីភ្នាក់ងារជីហ្វុនបានរាយការណ៍ឲ្យដឹងឧបទ្ទហេតុនេះបានធ្វើឲ្យអគារខ្ពស់ៗក្នុងទីក្រុងបាងកកបានដួលរលំហើយបរិវេណខ្លះកំពុងតែមានភាពរំញ័រជាមួយនឹងរលកព្រៃកង់ទាប USGS របស់សហរដ្ឋអាមេរិកបានបន្ថែមថាវាគឺជាការរំជួយដីកម្រិត 7.7 វិកទ័រនៅតំបន់ភាគខាងជើងនៃទីក្រុងស្កាយរបស់ប្រទេសមីយ៉ាន់ម៉ានៅថ្ងៃទី28ខែមីនាឆ្នាំ2025នេះទិន្នន័យរបស់ USGS បានបង្ហាញថាព្រឹត្តិការណ៍នេះមានការរំញ័រខ្លាំងជាមួយនឹងរបាយការណ៍នៃអារម្មណ៍ដែលបានញ័រពីសាធារណជនហើយផែនទីដែលបង្ហាញពីភាពខ្លាំងនៃកម្រិត IS ដែលជាផលប៉ះពាល់គឺភ្នាក់ងារពាក់ព័ន្ធកំពុងតាមដានស្ថានភាពនេះនិងកំពុងវែកញែកផលប៉ះពាល់ដែលអាចកើតមានចំពោះប្រជាជនមន្ត្រីម្នាក់ពីនាយកដ្ឋានសេវាកម្មពន្លត់អគ្គិភ័យរបស់មីយ៉ាន់ម៉ាបានប្រាប់ Reuters ថាយើងបានចាប់ផ្ដើមការរុករកនិងធ្វើដំណើរជុំវិញទីក្រុងយ៉ាងកុងដើម្បីពិនិត្យរកអ្នកស្លាប់និងការខូចខាតរហូតមកដល់ពេលនេះយើងមិនទាន់មានព័ត៌មាននៅឡើយនោះទេការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមពីទីក្រុងម៉ាន់ដាលេបានបង្ហាញពីអគារបាក់រលំនិងកំទេចកំទីដែលរាយប៉ាយពេញផ្លូវចំណែកនៅខាងកម្ពុជាយើងវិញតាមរយៈរបាយការណ៍ពីអភិបាលរងខេត្តក្រុងព្រះសីហនុលោកឡុងឌីម៉ង់បានអះអាងថាមុននេះអគារខ្ពស់ៗនៅខេត្តព្រះសីហនុរងការរង្គើតិចតួចដែរតែបានស្ងប់ស្ងាត់ទៅវិញហើយ